សង្គ្រាមទាំង10ដែលបំផ្លិចបំផ្លាញជីវិតមនុស្សច្រើនជាងគេបំផុតចាប់ពីសតវត្សទី20មកនៅពេលដែលយើងនិយាយអំពីសង្គ្រាមគ្មានអ្វីក្រៅអំពីទុក្ខសោកការបំផ្លិចបំផ្លាញនិងការឆក់យកជីវិតមនុស្សមិនថាសង្គ្រាមនោះជាប្រភេទសង្គ្រាមស៊ីវិលឬក៏សង្គ្រាមរវាងរដ្ឋនិងរដ្ឋគ្មានសង្គ្រាមណាដែលរីកចម្រើនទេវាមានតែបង្កនៅវិនាសកម្មដល់មនុស្សនិងជាឥទ្ធិពលដល់វប្បធម៌អរិយធម៌បរិបទប្រវត្តិសាស្ត្រនិងការរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិនៅក្នុងថ្ងៃនេះយើងនឹងទៅមើលអំពីសង្គ្រាមទាំង10នៅក្នុងសតវត្សទី20និងទី21ពោលគឺយើងគិតចាប់ពីឆ្នាំ1900មកដល់ពេលបច្ចុប្បន្នដែលសង្គ្រាមទាំង10នោះបានបង្កឲ្យមានមនុស្សបាត់បង់ជីវិតច្រើនបំផុតឥឡូវនេះចង់ដឹងថាតើសង្គ្រាមនោះនៅទីណាខ្លះនៅក្នុងពេលវេលាណាសូមអញ្ជើញទៅទស្សនាទាំងអស់គ្នាទី1គឺសង្គ្រាមលោកលើកទី1ពីឆ្នាំ1914ដល់ឆ្នាំ1918សង្គ្រាមលោកលើកទី1ចាប់ផ្ដើមនៅអំឡុងខែកក្កដាឆ្នាំ1914នៅក្នុងវិបត្តិខែកក្កដាដែលរួមបញ្ចូលទាំងការធ្វើឃាតទៅលើអធិរាជរបស់ប្រទេសអូស្ទ្រីហុងគ្រីគឺស្ដេច Archduke Franz Ferdinand ហើយសង្គ្រាមនេះអូសបន្លាយរហូតដល់ឆ្នាំ1918នៅពេលដែលអាល្លឺម៉ង់ចាញ់សង្គ្រាមហើយសង្គ្រាមនេះផងដែរគឺជារបត់ប្រវត្តិសាស្ត្រមួយដ៏សំខាន់ត្បិតថាវាគឺជាព្រឹត្តិការណ៍សង្គ្រាមដែលបង្ហាញវត្តមាននៅសភាវុធទំនើបនិងគ្រោះថ្នាក់ដូចជារថក្រោះកំភ្លើងយន្តនិងអាវុធគីមីជាដើមរយៈពេល4ឆ្នាំនៃសង្គ្រាមដ៏សាហាវឃោរឃៅនៅដើមសតវត្សទី20នេះបានបង្កវិនាសកម្មទៅលើមនុស្សជាតិនៅក្នុងទ្វីបអឺរ៉ុបក្នុងកម្រិតអតិបរមាបើយោងទៅតាមតួលេខនិងផ្លូវការមួយចំនួនបានបង្ហាញថាសង្គ្រាមលោកលើកទី1នេះបានបង្កឲ្យមនុស្សស្លាប់ជាង20លាននាក់ទី2គឺសង្គ្រាមស៊ីវិលរបស់ប្រទេសរុស្ស៊ីពីឆ្នាំ1917ដល់ឆ្នាំ1923សង្គ្រាមស៊ីវិលនៅរុស្ស៊ីឬក៏គេហៅថាបដិវត្តន៍ប៊ូសេវិកបានកើតឡើងនៅក្នុងឆ្នាំ1917ដោយក្រុមអ្នកបដិវត្តន៍ដែលដឹកនាំដោយលោក Vladimir Lenin ដើម្បីផ្ដួលរំលំរបបស្ដេចនៃចក្រភពរុស្ស៊ីនិងជំនួសដោយរបបសង្គមនិយមផ្អែកតាមលទ្ធិម៉ាក្សនិយមរយៈពេល5ឆ្នាំនៃសង្គ្រាមស៊ីវិលនេះបានបង្កឲ្យមនុស្សស្លាប់ប្រហែល 13.5 លាននាក់ដោយក្នុងនោះមានប្រជាពលរដ្ឋដល់ទៅ12លាននាក់ទី3គឺសង្គ្រាមចិននិងជប៉ុនលើកទី2នៅក្នុងឆ្នាំ1937ដល់ឆ្នាំ1945សង្គ្រាមរវាងចិននិងជប៉ុនគឺជាសង្គ្រាមឈ្លានពាននឹងការដាក់អាណានិគមរបស់ចក្រពត្តិនិយមជប៉ុនទៅលើទឹកដីនិងប្រជាជនចិននៅក្នុងឆ្នាំ1937ហើយការពង្រីកឥទ្ធិពលរបស់ជប៉ុនទៅលើជនជាតិចិនបានបណ្ដាលឲ្យមានការរើបម្រាស់ការកាប់សម្លាប់និងការចងគំនុំគ្នាយ៉ាងខ្លាំងរវាងជាតិសាសន៍ទាំងពីរសង្គ្រាមមួយនេះបានបញ្ចប់នៅថ្ងៃទី2ខែកញ្ញាឆ្នាំ1945បន្ទាប់ពីជប៉ុនចុះហត្ថលេខាចុះចាញ់សង្គ្រាមលោកលើកទី2ផងនិងបញ្ចប់ការដាក់អាណានិគមនៅលើទឹកដីចិនផងហើយចិនបានដាក់ថ្ងៃទី2ខែកញ្ញាគឺជាថ្ងៃឯករាជ្យជាតិនិងជាថ្ងៃនៃជ័យជំនះនៅលើពួកហ្វាស៊ីសនិយមសង្គ្រាមនេះបានបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច20លាននាក់ដែលភាគច្រើនគឺជាជនជាតិចិនទី4គឺសង្គ្រាមលោកលើកទី2ពីឆ្នាំ1939ដល់ឆ្នាំ1945សង្គ្រាមលោកលើកទី2គឺគិតចាប់ពីថ្ងៃទី1ខែកញ្ញាឆ្នាំ1939នៅពេលដែលណាស៊ីអាល្លឺម៉ង់ប្រើប្រាស់ទាហានចំនួន 1.5 លាននាក់ធ្វើការឈ្លានពានចូលទៅទឹកដីប្រទេសប៉ូឡូញផ្នែកខាងលិចរហូតដល់ថ្ងៃទី2ខែកញ្ញាឆ្នាំ1945នៅពេលដែលជប៉ុនចុះហត្ថលេខាទទួលចុះចាញ់សង្គ្រាមជាផ្លូវការសង្គ្រាមលោកលើកទី2នេះបានបង្កវិនាសកម្មដល់ពិភពលោកនិងមនុស្សជាតិខ្លាំងជាងគេនៅក្នុងប្រវត្តិសាស្ត្រដោយចំណាយពេលត្រឹមតែ6ឆ្នាំសង្គ្រាមនេះបានបណ្ដាលឲ្យមនុស្សប្រមាណពី62ដល់ទៅ78លាននាក់បានបាត់បង់ជីវិតដែលចំនួននេះគឺស្មើនឹង 3% នៃមនុស្សសរុបក្នុងពិភពលោកនាពេលនោះហើយមូលហេតុដែលបណ្ដាលឲ្យមនុស្សស្លាប់ច្រើនបែបនេះគឺដោយសារតែអំពើប្រល័យពូជសាសន៍របស់ពួកអាល្លឺម៉ង់ប្រឆាំងទៅលើនឹងពូជសាសន៍ជនជាតិជ្វីបនិងសូវៀតតាមរយៈផែនការបង្អត់អាហារដែលហៅថា Hunger Plan ហើយនិងគម្រោង Master Plan for the Eastហើយបន្ថែមពីនោះទៀតការប្រើផែនការទម្លាក់គ្រាប់បែកទៅលើអាល្លឺម៉ង់អង់គ្លេសនិងជប៉ុនគឺជាកត្តាធំដែលបង្កឲ្យមនុស្សស្លាប់រាប់សិបលាននាក់ទី5គឺសង្គ្រាមកូរ៉េពីឆ្នាំ1950ដល់ឆ្នាំ1953
សង្គ្រាមកូរ៉េគឺជាសង្គ្រាមនៅក្នុងសម័យសង្គ្រាមត្រជាក់ដែលកើតឡើងរវាងកូរ៉េខាងជើងកុម្មុយនីសដែលគាំទ្រដោយចិននិងសហភាពសូវៀតនិងកូរ៉េខាងត្បូងសេរីដែលគាំទ្រដោយអាមេរិកដែលសង្គ្រាមមួយនេះវាផ្ទុះឡើងនៅក្នុងអំឡុងឆ្នាំ1950ហើយក្រោយរយៈពេល3ឆ្នាំសង្គ្រាមនេះបានបញ្ចប់ដោយការឈប់បាញ់និងបន្សល់ទុកនៅទំនាក់ទំនងដ៏ល្អក់កករវាងកូរ៉េទាំងពីររហូតមកដល់ពេលបច្ចុប្បន្ននេះគូជំរាបផងដែរថាសង្គ្រាមរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនេះបានបង្កឲ្យមានមនុស្សស្លាប់ចន្លោះពី 2.5 លាននាក់ទៅ 3 លាននាក់ទី6គឺសង្គ្រាមកុងហ្គោពីឆ្នាំ1996ដល់ឆ្នាំ2003សង្គ្រាមកុងហ្គោត្រូវបានគេចាត់ទុកថាជាសង្គ្រាមលោកនៅទ្វីបអាហ្វ្រិកព្រោះបានចូលរួមដោយប្រទេសជាច្រើនសង្គ្រាមនេះគឺរាលដាលបន្តពីអំពើប្រល័យពូជសាសន៍នៅរ៉ូវ៉ាន់ដាការផ្ដួលរំលំរដ្ឋាភិបាលកុងហ្គោនិងចំនួនក្រុមជនជាតិហ៊ូទូនិងក្រុមជនជាតិធុតស៊ីហើយសង្គ្រាមកុងហ្គោនេះមានការចូលរួមពីទាហាននៃបណ្ដាប្រទេសអាហ្វ្រិកជាច្រើនដូចជាអង់ហ្គោដាប្រទេសឆាតប្រទេសស៊ូដង់និងប្រទេសរ៉ូវ៉ាន់ដាជាដើមដែលសង្គ្រាមនេះត្រូវបានគេប៉ាន់ប្រមាណថាមានមនុស្សស្លាប់ប្រមាណ3លាននាក់ដែលបង្កឡើងដោយការបាញ់ប្រហារជំងឺនិងកង្វះអាហារូបត្ថម្ភទី7គឺសង្គ្រាមអាហ្វហ្គានីស្ថានពីឆ្នាំ2001ដល់ឆ្នាំ2021សង្គ្រាមអាហ្វហ្គានីស្ថានបង្កឡើងដោយហេតុការណ៍យន្តហោះបុកអាគារភ្លោះនៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកនៅថ្ងៃទី11ខែកញ្ញាឆ្នាំ2001ដែលបង្កឡើងដោយក្រុមភេរវកម្មអាល់ខៃដាហើយក្រោយហេតុការណ៍នេះអាមេរិកបានធ្វើការប្រកាសសង្គ្រាមប្រឆាំងភេរវកម្មទៅលើក្រុមអាល់ខៃដានិងក្រុមតាលីបង់ដែលនាំឲ្យអាមេរិកបញ្ជូនទាហានជាច្រើនទៅកាន់តំបន់មជ្ឈិមបូព៌ាសង្គ្រាមមួយនេះបានចារទុកជាប្រវត្តិសាស្ត្រថាជាសង្គ្រាមដែលវែងបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកហើយទិន្នន័យចំពោះអ្នកស្លាប់នៅក្នុងសង្គ្រាម2ទសវត្សរ៍នេះត្រូវបានគេប៉ាន់ស្មានថាមានចំនួនជិត3សែននាក់ដែលក្នុងនោះមានជាង2សែននាក់ជាពលរដ្ឋអាហ្វហ្គានីស្ថានទី8គឺសង្គ្រាមអ៊ីរ៉ាក់ពីឆ្នាំ2003ដល់ឆ្នាំ2011សង្គ្រាមអ៊ីរ៉ាក់បង្កឡើងដោយអាមេរិកគឺជាសង្គ្រាមរាលដាលមួយចេញពីសង្គ្រាមនៅអាហ្វហ្គានីស្ថាននៅក្នុងឆ្នាំ2001អាមេរិកនៅក្រោមរដ្ឋបាលរបស់លោក George W. Bush បានដាក់គោលដៅផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Saddam Hussein របស់អ៊ីរ៉ាក់ដែលជឿថាជាអ្នកដែលជួយផ្គត់ផ្គង់ដល់ក្រុមភេរវកម្មអាល់ខៃដានិងលួចបង្កើតអាវុធប្រឡាយលោកការចោទប្រកាន់របស់សហរដ្ឋអាមេរិកទាំងបំភ្លៃទៅលើអ៊ីរ៉ាក់បានបង្កឲ្យមានការបញ្ជូនទាហានថ្មើរជើងអាមេរិកទៅធ្វើសង្គ្រាមជិត2សែននាក់និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ាក់យ៉ាងធ្ងន់ធ្ងរដែលបណ្ដាលឲ្យប្រជាពលរដ្ឋអ៊ីរ៉ាក់រាប់លាននាក់ជាពិសេសគឺជនស្រួលត្រង់រងវេទនានិងបាត់បង់ជីវិតហើយសង្គ្រាមអ៊ីរ៉ាក់នេះចំណាយពេលអស់ប្រមាណ8ឆ្នាំបានបង្កសោកនាដកម្មដោយសម្លាប់ពលរដ្ឋអ៊ីរ៉ាក់ប្រមាណ2សែននាក់និងបង្កឲ្យយោធាអាមេរិកស្លាប់និងរបួសជិត40000នាក់ទី9គឺសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីពីឆ្នាំ2011ដល់ឆ្នាំ2025សង្គ្រាមស៊ីវិលនៅស៊ីរីបង្កឡើងដោយការរីកសាយភាយនៃការរើបម្រាស់រដ្ឋាភិបាលផ្ដាច់ការរបស់ប្រជាជនអារ៉ាប់នៅតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងហេតុការណ៍នេះបានបង្កឲ្យពលរដ្ឋស៊ីរីនិងក្រុមប្រឆាំងមេដឹកនាំបះបោរនិងប្រឆាំងទៅលើរដ្ឋាភិបាលលោកបាសាត់អាល់អាសាដដែលបង្កឲ្យមានជម្លោះរវាងរដ្ឋាភិបាលនិងពលរដ្ឋគ្នាឯងសង្គ្រាមស៊ីវិលនេះបានអូសបន្លាយអស់រយៈពេលយូរនិងក្លាយទៅជាបញ្ហាមួយដ៏រ៉ាំរ៉ៃហើយវាបានបណ្ដាលឲ្យមនុស្សជិត5សែននាក់បានស្លាប់បាត់បង់ជីវិតទី10គឺសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនពីឆ្នាំ2022មកដល់ពេលបច្ចុប្បន្ននេះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាសង្គ្រាមដ៏ធំមួយនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសង្គ្រាមត្រជាក់បានរលត់ផុតបាត់ទៅសង្គ្រាមនេះបានផ្ទុះឡើងនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2022នៅពេលដែលរុស្ស៊ីប្រើទាហានឈ្លានពានចូលទៅទឹកដីអ៊ុយក្រែននិងបន្តអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ននេះហើយអស់រយៈពេលជាង3ឆ្នាំកន្លងមកនេះសង្គ្រាមមួយនេះវាបានបង្កឲ្យមនុស្សស្លាប់ទាំងសងខាងនៅក្នុងរង្វង់ប្រហែល1លាននាក់ហើយក្រៅពីនេះសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះបានបណ្ដាលឲ្យប្រជាពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ត្រូវចាកចេញពីប្រទេសកំណើតរបស់ខ្លួនគ្រាន់តែយើងក្រឡេកមើលសង្គ្រាមទាំង10នេះមានមនុស្សខ្ទង់ចូលចង់100លាននាក់ហើយបានបាត់បង់ជីវិតខណៈពេលដែលយើងមិនទាន់រាប់ចូលនៅសង្គ្រាមផ្សេងៗទៀតដូចជាបញ្ហាសង្គ្រាមនៅតំបន់កាហ្សាបញ្ហាសង្គ្រាមអាមេរិកវៀតណាមហើយនិងបញ្ហាជាច្រើនទៀតដែលបានកើតឡើងនៅពេលពេញពិភពលោកនេះដូចនេះហើយបានជាយើងមើលឃើញថាសង្គ្រាមគ្មានអ្វីក្រៅអំពីវិនាសកម្មមនុស្សជាតិទេ
សូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត